ចាជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូភាគ2ដែលស្ដីអំពីសំណួរស្វ័យសិក្សាជីវវិទ្យាថ្នាក់ទី12នៅក្នុងផ្នែកទី2នេះក៏អត់ខុសគ្នាពីផ្នែកមុនដែរយើងត្រូវការត្រៀមខ្លួនសម្ភារៈម៉ោងរៀនសូត្ររំលឹកនៅសំណួរដែលបានរៀនកាលពីផ្នែកទី1ហើយចាប់ផ្ដើមអនុវត្តនៅសំណួរផ្នែកទី2នេះបន្ទាប់មកផ្ទៀងផ្ទាត់ចម្លើយហើយសិក្សាស្វែងយល់បន្ថែមពីសំណួរផ្នែកទី2និងចាប់ផ្ដើមអនុវត្តឆ្លើយសំណួរផ្នែកទី2ឡើងវិញអញ្ចឹងនៅក្នុងសំណួរផ្នែកទី2នេះបងអូនសាកល្បងឆ្លើយអំពីអង្គសួរស្វែងបង្កកំណត់ទ្វេការសម្របតម្រូវរបស់ភ្នែកនៅពេលមើលវត្ថុជិតឆ្ងាយការសំយោគប្រូតេអ៊ីនតើវាកើតគ្រប់ពេលអត់ហេតុអីគុណសម្បត្តិរបស់វិស្វកម្មហ្សេនេតិកនិងវិធីដែលកំណត់អាយុផូស៊ីលអញ្ចឹង5សំណួរនេះចេញពី5មេរៀនហើយក្រោយពីបងអូនបានសាកល្បងឆ្លើយហើយឥឡូវយើងមកផ្ទៀងផ្ទាត់ការយល់ដឹងជាមួយគ្នាអញ្ចឹងអង្គសួរស្វែងបង្កកំណត់ទ្វេអញ្ចឹងកលឹះរបស់វាយើងត្រូវសរសេរមាន3ត្រេទី1យើងត្រូវបញ្យល់ថាតើស្អីទៅជាការបង្កកំណត់ទ្វេហ្នឹងអញ្ចឹងជាការបង្កកំណត់2ដងក្នុងពេលតែមួយអញ្ចឹងរឿងទី1ដែលយើងឆ្លើយព្រោះអង្គសួរស្វែងបង្កកំណត់2ដងក្នុងពេលតែមួយហ្នឹងក្រោយពីយើងសរសេរចម្លើយថាបានជាអង្គសួរស្វែងបង្កកំណត់ទ្វេព្រោះយើងចូលតាមបន្តត្រេមួយទៅព្រោះអង្គសួរស្វែងបង្កកំណត់2ដងក្នុងពេលតែមួយអញ្ចឹងយើងត្រូវយកពាក្យហ្នឹងមកនិយាយឡើងវិញទ្វេហ្នឹងមានថា2ដងក្នុងពេលតែមួយតោះមកយើងបកស្រាយមកដោយ spermatozoid មាន2អញ្ចឹង spermatozoid 1នឹងទៅជួបជាមួយ oosphere បង្កើតបានជា zygote ចាកូននឹងឯងកូន embryon ណាអញ្ចឹងដោយ spermatozoid 1នឹងជួបគ្នារលាយជាមួយ oosphere បង្កើតបានជា zygote ហើយ spermatozoid 1ទៀតនឹងទៅជួបហើយរលាយចូលគ្នាជាមួយនឹង Viopolia បង្កើតបានជា endosperm ឬក៏ albumin ឬក៏សាច់គ្រាប់ណា 3N ជាងទាំងអស់មាន3ត្រេសំណួរទី2ផ្នែកសម្រាប់តម្រូវនៅពេលមើលវត្ថុជិតឆ្ងាយមិនអញ្ចឹង keyword សំខាន់មាន3 auxilia សរសៃចំណងនិងទំហំរបស់កែវភ្នែកយើងអញ្ចឹងនៅពេលដែលមើលវត្ថុជិតនេះពេលដែលមើលវត្ថុជិតអ្នកនរនេះទៅដឹងថាកែវភ្នែកយើងពិតមែនអ្នកគ្រូដាក់រូបបញ្ជាបដាប៉ុន្តែមិនមើលអក្សរក៏អាចយល់ដែរដោយសារយើងមើលឃើញទំហំកែវភ្នែកអញ្ចឹងកែវភ្នែកក្រាស់បែបនេះដឹងមើលវត្ថុជិតហើយអញ្ចឹងនៅពេលមើលវត្ថុជិតអង្គសិរិយានោះវាយ៉ាងម៉េចវាកន្ត្រាក់ដល់ពេលកន្ត្រាក់នេះសរសៃចំណងឃើញរលុងឯងអត់តឹងឯងអញ្ចឹង keyword សំខាន់អង្គសិរិយាកន្ត្រាក់សរសៃចំណងគឺរលុងធ្វើឲ្យកែវភ្នែកក្រាស់នេះសម្រាប់មើលវត្ថុជិតដល់ពេលមើលវត្ថុឆ្ងាយវិញយើងឃើញកែវភ្នែកវារៀងស្ដើងជាងមុនណាអញ្ចឹងដោយសារអីអង្គសិរិយានេះគឺវាបន្ធូរវិញប៉ុន្តែធ្វើឲ្យសរសៃចំណងតឹងដល់កាលណាសរសៃចំណងតឹងវាទាញកែវភ្នែកឲ្យស្ដើងនេះជា keyword សំខាន់ចំពោះសំណួរទី3តើការសំយោគប្រូតេអ៊ីនប្រព្រឹត្តនៅគ្រប់ពេលចម្លើយអ្នកនរនេះក៏ជាឆ្លើយថាអត់គ្រប់ពេលទេតែពេលខ្លះយើងអត់ដឹងថាហេតុអីពេលណាបានផលិតគឺផលិតនៅពេលដែលរាងកាយយើងត្រូវការចាំបាច់ប៉ុណ្ណោះអញ្ចឹងនៅពេលដែលចាំបាច់នឹងត្រូវការប៉ុណ្ណោះអញ្ចឹងអានេះអ្នកគ្រូផ្សេងខ្លីៗតែយើងបកស្រាយណាយើងមកបកស្រាយឲ្យព្យាជា clear ពេញលេញមកថាការសំយោគប្រូតេអ៊ីនមិនប្រព្រឹត្តទៅគ្រប់ពេលទេព្រោះការសំយោគនេះវាប្រព្រឹត្តនៅតែពេលចាំបាច់នឹងត្រូវការប៉ុណ្ណោះសម្រាប់សំណួរទី4គឺផ្ទុយពីសំណួរការភាគ1ផ្ដោតលើគុណវិបត្តិតែទន្ទឹមនឹងមានគុណវិបត្តិវាក៏មានគុណសម្បត្តិដែរអញ្ចឹងមិនមែនយើងខំប្រឹងស្រាវជ្រាវផលិតវាទេអញ្ចឹងគុណសម្បត្តិរបស់វិស្វកម្ម genetic ដែលមានសពថ្ងៃនេះគឺនៅលើវិស័យវិទ្យាសាស្ត្រនិងឧស្សាហកម្មផលិតស្បៀងទៅលើវិស័យវិទ្យាសាស្ត្រជាទូទៅតាមពិតអ្នកអង្គនេះគ្រាន់សេត្រេអត់ចាំបាច់បកស្រាយទេប៉ុន្តែនេះអ្នកគ្រូចង់ឲ្យព្រួយមួយយើងចេះបានច្រើនសំណួរមានថាសំណួរហ្នឹងគេអាចបែកទៅអីទៀតក៏អ្នកនេះឆ្លើយបានបើគេសួរថាតើវិស្វកម្ម genetic ផ្ដល់ផលប្រយោជន៍អីខ្លះដល់វិទ្យាសាស្ត្រគឺយើងឆ្លើយត្រឹមវិទ្យាសាស្ត្រផ្ដល់ផលប្រយោជន៍អីខ្លះដល់ស្បៀងយើងឆ្លើយត្រឹមស្បៀងតែបើគេសួររួមអញ្ចឹងយើងឆ្លើយទាំងអស់អាហ្នឹងមួយអញ្ចឹងយើងបែកបាន2សំណួរ3សំណួរហើយមួយទៀតយើងអាចបែកបានសំណួរទៀតបើសិនណាបើគេសួរអាមួយហ្នឹងមានន័យថាម៉េចអញ្ចឹងយើងចេះទាំងអស់អញ្ចឹងក្នុងវិទ្យាសាស្ត្រគឺវ៉ាក់សាំងអង់ទីក័រអាំងតែផេរ៉ូនអាំងតែលើគីនអាំងស៊ូឌីននិងអង់ទីយូទិកស្បៀងគឺផលិតអរម៉ូនលូតលាស់ផលិតពួកទឹកដោះគោជូរប្រូម៉ាស់នំប៉័ងនិងស្រាបន្ទាប់មកអ្នកនេះត្រូវយល់ឲ្យមួយនេះតើមានន័យថាម៉េចអញ្ចឹងវ៉ាក់សាំងសារធាតុគីមីចាក់ចូលសម្រាប់ផលិតអង់ទីក័រនឹងឯងអង់ទីក័រហ្នឹងគឺជាអីអង់ទីក័រក៏ផលិតដែរជាប្រូតេអ៊ីនដែលផលិតដោយឡាំផូស៊ីតសម្រាប់ប្រឆាំងភ្នាក់ងារបង្កជំងឺអាំងតែផេរ៉ូនហ្នឹងគឺកើតមកពីកោសិកាយើងដែលវាបង្ករោគហើយយើងអាចទាញយកពេលដែលកោសិកាយើងផលិតនៅប្រូតេអ៊ីនដែលសម្រាប់ប្រឆាំងនឹងមេរោគវីរុសហ្នឹង
dương tiên vô nâng tam vi sọa cam genetic mắng sầm đập chia ba chục người mà hai đích nâng và trang nâng virus ăn ta lừa kiên nâng cứ có chia protein này để cắt đôi làm protein sầm đập chia ba chục người mà hai đích insulin này nó score cứ chỉ ở môn sầm đập chia ba chục người tật nộp ai hay antibiotic năm sầm đập bacteria rồi có năm chia ba chục người một con lang đội bacteria nâng miền Bắc nâng trên sầm núi nàyคือเนี่ยเอาในพิมพ์ชายตามยูลมั้งvậy chỉ sai cái là khinh tham ấy kia là đặt vào bộ ăn đặt đây chật kia má ăn tia lực tin ăn tia phê rôn ăn tia ăn sủi lìn nhé nhưng đặt ăn chật kia má và sáng ông đai cu mà ông thì có hay trong phải ông ti dược tịnh sầm núi trong cái đó cứ nè cụ đồ ở đó sầm núi này ta cái cầm nào để dụ fosil ở ban đầu được Việt Nam là trong việc thi pi giá cái tam stop sẽ lá nâng vì sự cam stop sẽ lá nó cái mê tam stop đây nè stop sẽ lá nó cana fosil nâng đây chởi chẳng biết cha hay fosil nâng đây rẻ bên việt vì chụp fosil thay là ní cái vô từ thiệp mũi xã hay ở tam vì sự cam nó kịp hở chỉ tôi tới kịp hở cả bao đập buồn thiệp nâng cả bao đập pì bờ phơi thiệp cả bao đập buồn nâng đập pì nâng không posis mà nâng bẹ cả đà này không phải giá cá cái ai son là một ban tham posis nó nghe dục hàm pon bờ hồi sang sập chnam tái ca kẻ này tam cả bao ní phía trên cái kẻ này posis là nghe dục thầm bờ pon chnam cho khổm chứ rứ bà dân trong hộp posis là dục chớn nhưng ai phơi xạ thì kimi ratio nâng ui ratio nên ngày trước sớm nó mình tập năng tế ao cốt hay xạ bọt vừa vì một đòn tiền mới thay nhưng mình chụp lại khác đài mình toàn rồi chú cái này không video cái nào